Hi guys, welcome back to Growing. Ngày tháng dươngធ្វើការសិក្សាពីវិធីបូក DMS ចឹងយើងរៀបតាមលំដាប់មកហើយយើងបូកវាធម្មតាសិនមក0 បូក 5 សល់ 5 5 បូក 3 វាស្មើ 8 តមកទៀតយើងត្រូវដឹងថា85 second ណាសកលហ្នឹងវាធំជាង60ចឹងយើងអាចបំលែងអា60ដែលយើងមានហ្នឹងទៅជា minute បានដោយយើងគ្រាន់តែដក60ចេញមកហើយយើងបាន25ហើយអញ្ចឹងអា25នៃយើងទទួលបានហ្នឹងគឺជាសកលត្រូវទេបន្ទាប់មកទៀតអា60ដែលយើងនៅសល់ហ្នឹងគឺយើងត្រូវបំលែងវាអញ្ចឹងយើងដាក់25ចូលមកហើយ60នេះយើងបំលែងវាទៅជា1 minute right ដោយសារតែ1 minute វាស្មើ60 second ឬក៏សកលនឹងឯងអញ្ចឹងយើងដាក់1មកតមកទៀតយើងធ្វើប្រមាណវិធីតទៀត5 បូក 1 វា 6 តមកទៀត4 បូក 3 វា 7 អញ្ចឹងយើងបាន76អញ្ចឹងយើងត្រូវគិតមើលទៀតតើ76ហ្នឹងវាធំជាង60អត់បើវាធំជាង60នោះយើងអាចបំលែង60ដែលធំជាងទៅជា degree ម្ដងអញ្ចឹងយើងដកទៅយើងឃើញថាចម្លើយរបស់វាគឺ16អញ្ចឹង16ហ្នឹងគឺជា16 minute ហើយ60ដែលយើងមានហ្នឹងយើងបំលែងវាទៅជា degree ឬក៏ degree ហ្នឹងឯងអញ្ចឹងយើងចាប់ផ្ដើមដោយដាក់លេខ1ក្រោយយើងបំលែងហើយយើងបូកវាចូលគ្នាអញ្ចឹង8 បូក 5 បូក 1 វា 14ហើយ14សល់4ច្រើនទុក1តមកទៀតអានោះ4អញ្ចឹងយើងបាន44យើងតម្លាក់44ចុះចឹង44ហ្នឹងវាធំវាតូចជាង60ហើយអញ្ចឹងវាត្រឹមត្រូវទៅយើងទៅសេប៉ុណ្ណឹងតែពិតមែននេះអា44ហ្នឹងទោះជាវាធំជាង60ក៏ដោយក៏យើងត្រូវតែសេវាដែរព្រោះលេខវាជាលេខຂະຫນາດ degree នេះជាຂະຫນາດដែលធំជាងគេអស់ហើយអញ្ចឹងទោះជាវាធំជាង60ក៏យើងដាក់តាមនឹងដែរត្រូវទេអញ្ចឹងចម្លើយយើងគឺប៉ុណ្្នឹងឯង44 degree 6សកលនិង16 minute ជាមួយនឹង25សកលអញ្ចឹងយើងមកមើល homework យើងម្ដង homework របស់យើងគឺ38 degree 48 minute ជាមួយនឹង55សកលបូកជាមួយនឹង21 degree 35 minute ជាមួយនឹង20សកលអញ្ចឹងចម្លើយវាប្រហែលដែរទាំងអស់គ្នាអាចគិតហើយចាំ check នៅក្នុង comment ដើម្បីមើលចម្លើយដែលខ្ញុំដាក់នៅក្នុងហ្នឹងអូខេវីដេអូយើងតែប៉ុណ្្នឹងឯង bye guys